បាទបងប្អូនពេជ្រដែលផលិតនៅក្នុងមន្ទីរពិសោធន៍គឺអាចជំនួសពេជ្រធម្មជាតិសម្រាប់ប្រើប្រាស់ជាគ្រឿងអលង្ការប្រណិតក៏បានជាច្រើនទសវត្សរ៍មកនេះក្រុមហ៊ុនរុករករ៉ែពេជ្រធម្មជាតិគឺតែងបានខិតខំផ្សាយពាណិជ្ជកម្មរ៉ែត្បូងរបស់ពួកគេជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់និងមនោសញ្ចេតនាប៉ុន្តែអាចកំបាំងនៅពីក្រោយការនិទានរឿងនោះវាគឺជាឧស្សាហកម្មមួយដែលជាប់ពាក់ព័ន្ធនឹងជម្លោះអំពើពុករលួយនិងសង្គ្រាមពេជ្រដែលដាំដុះដោយមន្ទីរពិសោធន៍ដែលយើងឃើញនេះគឺវាមិនមែនជាពេជ្រคล้ายៗនោះទេវាគឺជាពេជ្រដែលត្រូវបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍វិទ្យាសាស្ត្រជាជាងការជីកយករ៉ែពេជ្រពិភពផែនដីក្នុងស្រទាប់ដ៏សែនជ្រៅពេជ្រនេះគឺមានលក្ខណៈសម្បត្តិរូបរាងគុណសម្បត្តិនិងការផ្សំសមាសភាពដូចគ្នានឹងពេជ្រធម្មជាតិដែរប៉ុន្តែវាជាពេជ្រដែលគេផលិតឡើងដោយប្រើបច្ចេកវិទ្យាទំនើបពេជ្រដែលដាំដុះដោយមន្ទីរពិសោធន៍គឺដូចគ្នាបេះបិទនឹងពេជ្រធម្មជាតិក្នុងលក្ខខណ្ឌនៃភាពរឹងពន្លឺនិងសន្ទុះចែងចាំងបានសេចក្តីថាវាមិនមែនជាពេជ្រคล้ายៗដែលងាយនឹងបែកខូចខាតគុណភាពដោយពេជ្រคล้ายៗនោះទេពេជ្រដែលដាំដុះដោយមន្ទីរពិសោធន៍ក៏ត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈវិនិច្ឆ័យដូចគ្នាទៅនឹងពេជ្រធម្មជាតិដែរគឺការ៉ាត់មុខកាត់ពណ៌ភាពច្បាស់លាស់របស់ពេជ្រពេជ្រនេះគឺមានតម្លៃថោកជាងពេជ្រធម្មជាតិបើមានទំហំនិងគុណភាពប្រហាក់ប្រហែលគ្នានៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះគេមានការនិយមប្រើប្រាស់ពេជ្រដែលផលិតដោយមន្ទីរពិសោធន៍កាន់តែច្រើនឡើងនៅក្នុងទីផ្សារអលង្ការដោយសារតែអត្ថប្រយោជន៍ខាងសីលធម៌តម្លៃរបស់វាមិនថ្លៃពេកមន្ទីរពិសោធន៍ត្បូងពេជ្រដ៏ល្បីឈ្មោះដល់វិញ្ញាបនបត្រសម្រាប់ពេជ្រដែលដាំដុះដោយមន្ទីរពិសោធន៍ដើម្បីធានាបាននូវតម្លាភាពនិងគុណភាពពេជ្រដែលផលិតដោយមន្ទីរពិសោធន៍គឺត្រូវបានគេប្រើប្រាស់នៅក្នុងគ្រឿងអលង្ការជាច្រើនប្រភេទដូចគ្នានឹងពេជ្រធម្មជាតិដែលរួមមានការធ្វើចិញ្ចៀនខ្សែកក្រវិលជាដើមយើងគួរប្រើប្រាស់ពេជ្រដែលដាំដុះដោយមន្ទីរពិសោធន៍ដើម្បីជាជម្រើសប្រកបដោយនិរន្តរភាពការថែរក្សាអភិរក្សធនធានធម្មជាតិនោះគឺដោយសារពេជ្រនេះមានសោភ័ណភាពនិងលក្ខណៈសម្បត្តិដូចគ្នានឹងពេជ្រធម្មជាតិដែរ